ជំរាបសួរលោកគ្រូខ្ញុំបាននិយាយពាក់ព័ន្ធជាមួយនឹងការងារre-exam ដែលលោកគ្រូបានដាក់ឲ្យហើយជាដំបូងខ្ញុំបានធ្វើការ set up ជាមួយនឹង web របស់យើងរួចអស់ហើយតាក់ទងជាមួយនឹង lab ទី1ដល់ទី3តាក់ទងមួយ lab ទី1ដល់ទី3គឺខ្ញុំអត់ធ្វើការធ្វើឡើងមួយទេដោយសារវាត្រូវចំណាយពេលតិចថាអញ្ចឹងខ្ញុំគ្រាន់តែពន្យល់ទូៗតាក់ទងជាមួយអីដែលខ្ញុំបានធ្វើហើយជាដំបូងខ្ញុំបានដូរឈ្មោះ computer name ទៅជា DC ជាមួយនឹង domain ខ្ញុំដូរទៅឈ្មោះ liga.edu ហើយសម្រាប់ IP address នេះវិញគឺខ្ញុំបានដូរទៅដូចមកគ្រូដែលគ្រូបានដាក់ឲ្យអឺគឺ IP address របស់ខ្ញុំគឺដូរទៅជា192.168.1.1ហើយជាមួយ subnet mask នេះគឺយើងធ្វើការ default ទៅលើវាមកសម្រាប់ server DNS វិញគឺខ្ញុំធ្វើការយកជាមួយនឹងលេខ192.168.1.1ដូចគ្នាហើយសម្រាប់នៅលើexchange វិញនៅលើ exchange ខ្ញុំធ្វើការយកជាមួយនឹង IP address ដូចគ្នាគ្រាន់តែខ្ញុំធ្វើការដូរជាមួយនឹងលេខខាងក្រោយគឺលេខ2គឺដើម្បីកុំឲ្យវាជាន់គ្នាហើយជាមួយនឹងDNS server ហ្នឹងគឺខ្ញុំយក192.168.1.1ដូចគ្នាហើយបន្ទាប់មកសម្រាប់DNS គឺខ្ញុំបានធ្វើការadd reverse lookup ដែលវាមានជាមួយនឹង IP address របស់យើងសម្រាប់មួយសម្រាប់ប្រើទៅលើ DC មួយទៀតសម្រាប់ប្រើទៅលើ mail ហើយសម្រាប់មួយទៀតវិញគឺខ្ញុំបានធ្វើការ add ជាមួយនឹង AD user របស់យើងជាមួយ AD user គឺខ្ញុំបានធ្វើការ add ជាមួយនឹង group design group HR ជាមួយនឹង IT ដូចគ្នាសូមចាំលើគ្រូសាវាអូខេឥឡូវខ្ញុំដូរមកខាង exchange វិញដោយសារខាង DC វាអត់សូវដំណើរការយឺតហើយខ្ញុំមានជាមួយនឹង user ជាមួយឈ្មោះរបស់បុគ្គលិករបស់យើងហើយជាមួយនឹងខ្ញុំមានជាមួយនឹងក្រុម HR ជាមួយនឹង IT ហើយជាមួយនឹងក្រុមផ្សេងៗទៀតតាក់ទងមួយ marketing ហើយជាមួយនឹង resource នេះវិញគឺខ្ញុំមានជាមួយនឹង equipment ជាមួយនឹង meeting room ហើយអានេះគឺខ្ញុំបានធ្វើការ set up ហើយអញ្ចឹងសម្រាប់lab ដំបូងទី1ទី3ហ្នឹងគឺខ្ញុំបានធ្វើហើយអញ្ចឹងខ្ញុំសូមធ្វើការ demo តាក់ទងជាមួយនឹងការងារបន្ទាប់តាក់ទងជាមួយ lab ទី4មកលោកគ្រូអូខេឥឡូវតាក់ទងជាមួយនឹងការងារបន្ទាប់ខ្ញុំធ្វើការបង្កើតជាមួយនឹង resource ហើយជាមួយនឹងធ្វើការ send ជា email ហើយជាមួយការបង្កើត resource គឺយើងគ្រាន់តែចុចលើសញ្ញាបូកវិញមកហើយយើងចង់បង្កើតទៅលើ room mailbox ឬមួយក៏ equipment mailbox ដំបូងបើសិនយើងចង់បង្កើតជាមួយ room mailbox យើងគ្រាន់តែចុចទៅលើ room mailbox មកហើយយើងធ្វើការវាឈ្មោះឬក៏បន្ទប់របស់យើងថាឈ្មោះអីគេដូចឈ្មោះroom 12ហើយខាងក្រោមនេះយើងធ្វើការដាក់ជាមួយនឹងពាក្យដូចគ្នារូប12ដូចគ្នាហើយយើងគ្រាន់តែធ្វើការចុច save មកគឺវា download ចូលទៅក្នុង table របស់យើងខាងក្រោមនេះហើយសម្រាប់ equipment ដូចគ្នាយើងគ្រាន់តែចុចទៅលើ equipment ហើយវាមាន equipment របស់យើងហ្នឹងជាលក្ខណៈអីគេដូចជាម៉ូតូឬមួយក៏ជាឡានជាអីហ្នឹងយើងគ្រាន់តែវាពាក្យទៅលើហ្នឹងមកហើយយើងធ្វើការចុច save ទៅវានឹងលោតចូលទៅលើ table របស់យើងដូចគ្នាហើយសម្រាប់ខ្ញុំមានស្រាប់អញ្ចឹងខ្ញុំសូមអត់ធ្វើការ create បន្ថែមទៀតទេហើយបន្ទាប់មកខ្ញុំនឹងធ្វើការនិយាយពាក់ព័ន្ធជាមួយនឹងការ send email ជាដំបូងសម្រាប់ការ send email គឺយើងត្រូវជ្រើសរើសយកពាក្យ new ដើម្បីធ្វើការ send email ទៅកាន់ណាម្នាក់ហើយជាដំបូងខ្ញុំសូមធ្វើការផ្ញើ email នេះទៅសេ email នេះសម្រាប់ទៅកាន់ណាគេខ្ញុំគ្រាន់តែទៅសេឈ្មោះគាត់មកដូចខ្ញុំសូមផ្ញើទៅកាន់ user Lika នេះខ្ញុំគ្រាន់តែវាយឈ្មោះគាត់មកហើយ CC នេះគឺខ្ញុំចង់ឲ្យអ្នកគេឃើញទៀតហើយខ្ញុំថាដាក់ទៅ team support ពាក់ព័ន្ធមួយ subject នេះខ្ញុំសូមយកពាក្យថា urgent meeting
ហើយពាក់ព័ន្ធជាមួយនឹង take ខាងក្រោមនេះខ្ញុំធ្វើការ set default ឲ្យវាស្រាប់ហើយសម្រាប់ការ set default នេះគឺយើងធ្វើឲ្យវាមានការងាយស្រួលសម្រាប់ការងាររបស់យើងដើម្បីឲ្យលឿនដោយសារកន្លែងពាក្យ dear sir dear madam នេះអាហ្នឹងពេលច្រើនយើងប្រើរហូតហើយពាក់ព័ន្ធជាមួយនឹង text នេះយើងធ្វើការសរសេរផ្លែនោះដូចយើងប្រាប់ថាដូចឥឡូវខ្ញុំយកពាក្យខាងលើទៅចិន meeting នេះខ្ញុំគ្រាន់តែសរសេរប្រាប់ក្រុមនេះមកហើយខ្ញុំធ្វើការ send email ហើយ email នោះនឹង load ចូលមកកន្លែងត្រាស់នេះហើយខ្ញុំធ្វើការ send ហើយឥឡូវខ្ញុំsorry ខ្ញុំ send ហើយតែឥឡូវខ្ញុំចូលទៅ check ទៅមើល user របស់ឈ្មោះគឹមសុខលីកានេះថា email ហ្នឹងបានផ្ញើទៅកាន់គាត់នៅអូខេឥឡូវ email ដែលខ្ញុំបានផ្ញើពីខាង administrator មកគឺវាបានចូលមកដល់ user ឈ្មោះគឹមសុខលីកាហើយឥឡូវបើសិនខ្ញុំចង់ធ្វើការ reply វិញខ្ញុំគ្រាន់តែចុចទៅលើពាក្យ reply all ហើយខ្ញុំទៅសេពាក្យថាមកតែឥឡូវខ្ញុំធ្វើការផ្ញើទៅគាត់វិញហើយឥឡូវខ្ញុំចូលមក check មកលើ administrator យើងមក user អូខេឥឡូវគាត់ user ឈ្មោះគឹមសុខលីកាហ្នឹងគាត់បានcheck មើលថា email យើងបានផ្ញើហ្នឹងគឺគាត់ទទួលបានហើយគាត់ reply វិញជាមួយនឹងពាក្យថា note អូខេឥឡូវខ្ញុំធ្វើការនិយាយពាក់ព័ន្ធជាមួយនឹងការងារបន្ទាប់តាក់ទងជាមួយនឹងការបុកជាមួយនឹងroom គេឥឡូវខ្ញុំចូលមកកាន់user admin មកហើយជាដំបូងខ្ញុំធ្វើការចុចទៅលើពាក្យ new ហើយខ្ញុំជ្រើសយកពាក្យcalendar event ហើយវានឹងចេញមកបែបនេះហើយស្រាប់តែយើងធ្វើការ add ជាមួយនឹង title របស់យើងមកថា event ដែលយើងធ្វើហ្នឹងឈ្មោះគេឥឡូវខ្ញុំសុំជ្រើសយកពាក្យparty money យ៉ាងទៅហើយជាមួយនឹង room គឺយើងមានជាមួយនឹងការបង្កើត room ហើយគឺមានជាមួយនឹង room 12 room 1A ជាមួយនឹង room 1B ហើយ room ទាំងអស់នោះគឺថា room free ទាំងអស់ដោយសារអត់តមានគេកក់ទេហើយយើងធ្វើការជ្រើសយកជាមួយ room 1A ហើយតាក់ជាមួយនឹងថ្ងៃខ្ញុំយកថ្ងៃ13ហើយស្អែកហ្នឹងហើយចំពោះម៉ោងវិញគឺខ្ញុំជ្រើសយកម៉ោង6កន្លះឬក៏ទៅដល់ម៉ោង7កន្លះឬក៏យើងអាចដងបានទៅតាមហ្នឹងហើយនេះយើងពី event របស់យើងគឺម៉ោងប៉ុណ្ណាមកបានយើងក៏ដងទៅតាមហ្នឹងទៅអូខេឥឡូវខ្ញុំយកពីម៉ោង7កន្លះដល់ម៉ោង10ហើយជាមួយនឹងថងកន្លែង reminder នេះវិញគឺមានថាមុន15នាទីវានឹង remind ទៅកាន់user ដែលយើងបាន add ហើយ15នាទីទៀតគឺដល់ពេល event ហើយនេះពាក់ព័ន្ធជាមួយនឹងការ add ជាមួយ user គឺខ្ញុំមានជាមួយនឹងខ្ញុំអាចឲ្យជាមួយនឹងឈ្មោះ add user គឹមសុខលីកានេះហើយជាមួយនឹង add ជាមួយនឹងខ្ញុំបានធ្វើការឲ្យជាមួយនឹង user ឲ្យជាមួយនឹង team support ហើយជាមួយនឹងថែមទៀតជាមួយនឹងuser David នេះបងហើយកន្លែងសម្រាប់នេះយើងគ្រាន់តែប្រាប់ detail ខ្លះៗមកថាយើងមានអីគេ event អីគេក្នុងហ្នឹងលក្ខណៈ agenda ឬមួយក៏អីក្នុងហ្នឹងយើងគ្រាន់យើងអាចប្រាប់គេផងបានបើយើងអត់ចង់ប្រាប់ទេយើងបាច់ដាក់តែឥឡូវខ្ញុំសូមដាក់ពាក្យថាwe start at 7 AM ចឹងទៅហើយខ្ញុំធ្វើការ send email គេឥឡូវ email ខ្ញុំload ទៅហើយឥឡូវខ្ញុំចូលទៅមើលទៅក្នុង user ដែលខ្ញុំបានផ្ញើ email ទៅកាន់គាត់ខ្ញុំសូមចូល user ហើយខ្ញុំចូលជាមួយ user whatever នេះម្ដងសារគាត់អត់មានអីនេះឥឡូវនេះcalendar ឬក៏ room ដែលយើងបានបុកហ្នឹងគឺបានមកដល់ផ្ញើមកដល់ user ឈ្មោះ David នេះហើយគាត់ឃើញថា
កម្មវិធីហ្នឹងគឺមាននៅថ្ងៃ19 ខែ 11 2025 ហ្នឹងចាប់ពីម៉ោង12 ដល់ម៉ោង3ហើយជាមួយនឹង room វិញគឺ room 1A ហើយសម្រាប់ user motivate ហ្នឹងវិញគាត់អាចជាមួយនឹងធ្វើការ accept ក៏បាន decline នៅ event ហ្នឹងចោលក៏បានបើសិនជាគាត់ accept ចុច accept មកហើយជាមួយនឹងចុចពាក្យថា send response មកចាំន័យថា user motivate ហ្នឹងគាត់បានធ្វើការចូលរួមជាមួយនឹង event មុនហ្នឹងហើយយើងមកមើលពីខាងuser របស់ admin វិញថាពេលដែលគាត់ accept ទៅវានឹងចេញបែបម៉េចហើយឥឡូវ user របស់ motivate ហ្នឹងគាត់ធ្វើការ accept ហើយបើវានឹងចេញពាក្យថា motivate has accept the event ចាំន័យថា motivate ហ្នឹងគឺគាត់បាន accept សម្រាប់ការចូលរួម event party monthly របស់យើងមួយហ្នឹងអូខេឥឡូវតទៅជាមួយនឹងការងារបន្ទាប់នេះវិញគឺខ្ញុំបានធ្វើការការងារបន្ទាប់នេះគឺយើងនិយាយពាក់ព័ន្ធជាមួយនឹងការងារសម្រាប់ឲ្យuser របស់យើងនឹងធ្វើការបើកឲ្យ user ដទៃទៀតដើម្បីធ្វើការ send image ទៅ user របស់យើងនឹងហើយសម្រាប់ជាកិច្ចដំបូងគឺខ្ញុំឲ្យ user motivate នេះបើកឲ្យគាត់ឲ្យឈ្មោះ user ឥឡូវខ្ញុំយក user លីកានេះដើម្បីបើកឲ្យ user របស់យើងឈ្មោះ motivate នេះគឺគាត់ធ្វើការបើកធ្វើការ access ដើម្បីចូលទៅកាន់ការផ្ញើ email ជំនួសរបស់ user របស់លីកានេះវិញហើយយើងជាដំបូងយើងយកពាក្យថា add មកហើយយើងក៏ select លើឈ្មោះគាត់ហើយយើងយកបន្ត add ហើយយើងយកពាក្យថា OK ហើយយើងធ្វើការ save មកនោះឈ្មោះ motivate នឹងអាចធ្វើការ send ជាលក្ខណៈថា send as ជំនួស user លីកានេះបានហើយឥឡូវខ្ញុំសូមចូលទៅកាន់account user របស់មុខរបស់ user ឈ្មោះ motivate នេះវិញហើយខ្ញុំយកទៅលើពាក្យ send ហើយខ្ញុំដាក់ពាក្យ so from អូខេហើយយើងផ្ញើចេញពីឈ្មោះ user លីកាហើយឥឡូវខ្ញុំផ្ញើទៅកាន់ admin អូខេហើយ subject ខ្ញុំដាក់ថាឧទាហរណ៍ខ្ញុំដាក់ថា important ចុះដោយសារនេះយើងពាក់ព័ន្ធជាមួយនឹងករណីភ្លាមឬមួយក៏យើងមានការអ្វីមួយចឹងយើងអាចនិយាយប្រាប់គាត់ទៅបានឥឡូវខ្ញុំគាត់ចោលឧទាហរណ៍ខ្ញុំដាក់ពាក្យថា important important ហើយជាមួយនឹង clear ខាងក្រោមនេះយើងអាចជាមួយថាទីវងអញ្ចឹងទៅអានេះគាត់និយាយកោឧទាហរណ៍ទេហើយថា maybe I'm late ហើយខ្ញុំធ្វើការ send ទៅអូខេហើយនេះអូខេខ្ញុំសូមធ្វើការ send ដល់ថ្មីអូខេហើយដល់ពេលយើង send ហើយយើងចូលមកមើល user របស់ admin មកអូខេឥឡូវuser ហ្នឹងដល់ពេល send ចេញមកគឺ send ចេញពីឈ្មោះគឹមសុកលីកាយគឺមិន send ចេញពីឈ្មោះ motivate ទេដោយសារយើងបើក access ឲ្យ motivate ហ្នឹងគឺផ្ញើជំនួសឈ្មោះរបស់គឹមសុកលីកានេះហើយបន្ទាប់មកគឺខ្ញុំឲ្យគាត់ send ជាលក្ខណៈ behash ម្ដងអូខេឥឡូវខ្ញុំឲ្យ user គឹមសុកលីកានេះផ្ញើជំនួស user របស់ motivate ម្ដងអូខេវាពី save ច្រឡំសំទោសគ្រូខ្ញុំខាងនេះគឺយើង
ពាក់ព័ន្ធជាមួយនឹងsend behaviors អូខេ send on behaviors ខ្ញុំឲ្យ user លិកាហ្នឹងគឺ send ជំនួស user របស់ David ម្ដងនៅពេលថា add អូខេយើងយកពេលថា save មកអូខេឥឡូវចូលហើយតោះមកយើងធ្វើការចូលទៅកាន់ user របស់លិកាមកអូខេហើយឥឡូវហ្នឹងខ្ញុំធ្វើការបង្កើតជាមួយ email ថ្មី mail ថ្មីខ្ញុំso from what David so from what David ហើយខ្ញុំផ្ញើទៅកាន់ឈ្មោះរបស់ admin ដែរណាហើយសម្រាប់subject វិញខ្ញុំដាក់ថាខ្ញុំដាក់ថា urgent meeting ហើយធំនេះខ្ញុំដាក់ save មកដាក់ថា dear book ហើយខ្ញុំដាក់គេថាអូខេឥឡូវខ្ញុំចេះដាក់ទៅដោយសារអានេះយើងជាលក្ខណៈក្រៅផ្លូវការហើយខ្ញុំធ្វើការចុចប៊ូតុង send ទៅអូខេហើយខ្ញុំចូលទៅកាន់ user របស់ admin យើងម្ដងអូខេឥឡូវវានឹងដល់ពេលដែលយើងចូលទៅកាន់ user នេះមកadmin មកយើងនឹងឃើញពាក្យ what David នេះគឺគាត់ជាអ្នកផ្ញើមកជំនួសuser របស់គឹមសុកនីកានេះហើយឥឡូវមានជាមួយនឹង email របស់យើងដែលយើងផ្ញើមកមិនអញ្ចឹងហើយការងារបន្ទាប់តកតងជាមួយនឹងការបើកឲ្យគាត់ឲ្យ user របស់យើងហ្នឹងគឺធ្វើការ access មើល full ជាមួយនឹងemail ដែលយើងមានអូខេនេះ full តទៅមួយ full access ខ្ញុំធ្វើការ add ឈ្មោះអូខេឥឡូវខ្ញុំសុំយកឈ្មោះលីកា user លីកាហើយខ្ញុំធ្វើការបើកឲ្យ user ផាយុទ្ធដើម្បីធ្វើការមើល full access ទៅលើ email ទៅលើអីដែល user លីកាហ្នឹងមានហើយអូខេខ្ញុំយកពេលថាអូខេខ្ញុំយកពេលថា save អូខេហើយបន្ទាប់មកខ្ញុំចូលទៅកាន់ user របស់ផាយុទ្ធអូខេហើយកន្លែងនេះគឺខ្ញុំយកពាក្យថា open another mailbox ខ្ញុំយកពាក្យអូខេនៅពេលខ្ញុំចូលទៅកាន់ another mailbox ហ្នឹងគឺខ្ញុំចូលទៅកាន់ mailbox របស់លីកាហ្នឹងគឺយើងឃើញមាន email ផ្សេងដែល user លីកាហ្នឹងគាត់ធ្លាប់មានផ្ញើទៅកាន់អ្នកគេអញ្ចឹងគឺយើងអាច full access ដើម្បីចូលទៅមើល email របស់គាត់ហ្នឹងបានអូខេលោកគ្រូពាក់ព័ន្ធជាមួយនឹងការងារចុងក្រោយនេះគឺការ share calendar ហើយក្នុង calendar នេះយើងចូលទៅកាន់ calendar របស់យើងមកហើយយើងធ្វើការចូលទៅយកពាក្យcalendar ហើយយើងមកស្ដាប់ទៅលើពាក្យថា calendar មកយើងនឹងមានពាក្យថា sharing permission ហើយសម្រាប់កន្លែងនេះវិញគឺយើងចង់ share ទៅណាគេឧទាហរណ៍ខ្ញុំចង់ share ទៅ user ឈ្មោះDavid អូខេហើយទៅយើងខ្ញុំដាក់ default ទៅឲ្យ root share my calendar with you ទៅហើយខ្ញុំធ្វើការចុចទៅលើពាក្យថា send អូខេឥឡូវខ្ញុំចូលទៅមើលទៅលើ user របស់ David វិញអូខេឥឡូវ user របស់ David ឃើញផ្ញើសារពី admin មកគឺថាផ្ញើសារwould you like to have my club with you អូខេឥឡូវជា default វាទេការដល់នេះគឺយើងឃើញសារពី admin visitor មកកាន់ David ថា
អាចឲ្យគាត់នឹងចូលមើល calendar របស់គាត់បានថាគាត់មានរង្វល់ឬក៏ទិន្នន័យថ្ងៃណាចឹងគឺmotivate ហ្នឹងគឺអាចឧទាហរណ៍ថាការណាត់ជួបចឹង motivate អាចជ្រើសរើសថ្ងៃណាត់ជួបadmin visitor នឹងថាថ្ងៃណាគាត់ទិន្នន័យហ្នឹងគាត់អាចជួបជាមួយនឹងគាត់បានហើយសម្រាប់ការចូលមើលគឺគាត់ត្រូវការចុចទៅលើពាក្យថា sub អូខេឥឡូវទាំងអស់នេះគឺជា calendar របស់ admin ឬក៏ថ្ងៃណាដែលគាត់មានការរវល់អីចឹងគាត់គឺថាគាត់ set note ទៅលើcalendar របស់គាត់ខាងក្រោមនេះអូខេលោកគ្រូសម្រាប់ការងារប្រឡងសមនេះវិញគឺខ្ញុំមានតែប៉ុណ្្នឹងទេជាចុងក្រោយសូមអរគុណលោកគ្រូ